សួស្តីប្រិមិត្តរបស់ YouTube Page ធម៌អប់រំចិត្តថ្ងៃនេះខ្ញុំមានកិត្តិយសនឹងយកសុភាសិតខ្មែរមួយដែលពោលថាកក់កបាយមេម៉ាយកស្រីយកមកអត្ថាធិប្បាយក្នុងវីដេអូនេះនិយមន័យការនិយាយលើកទឹកចិត្តខ្លួនឯងកកបាយអ្នកទទួលទានបាយកកមកពីគ្មានបាយក្តៅបើមានបាយក្តៅមុខជារុញបាយកកចេញព្រោះបាយក្តៅយ៉ាងណាក៏វាឆ្ងាញ់ជាងបាយកកដែរម្ល៉េះហើយចេះតែទទួលទានទាំងបង្ខំចិត្តទៅប៉ុន្តែដើម្បីលើកទឹកចិត្តខ្លួនឯងក៏និយាយថាបាយកកក៏បាយដែរឆ្អែតដូចតែគ្នាមេម៉ាយក៏ស្រីអ្នកដែលយកប្រពន្ធមេម៉ាយពុំមែនមានន័យថារកប្រពន្ធក៏ពុំបាននោះទេប៉ុន្តែមកពីមានកត្តាផ្សេងជាច្រើនដូចជាស្ត្រីមេម៉ាយខ្លះមានរូបរាងស្អាតស្រស់ប្រព្រៃស្ត្រីមេម៉ាយខ្លះមានទ្រព្យសម្បត្តិមានកិត្តិយសមានបុណ្យស័ក្តិស្ត្រីមេម៉ាយខ្លះមានអំណោយទានឬមានឧបនិស្ស័យនិយាយរួមទៅសេចក្តីស្នេហាឬសេចក្តីស្រឡាញ់ពុំប្រកាសថាក្រមុំមេម៉ាយអ្វីទេឲ្យតែស្រឡាញ់ឬត្រូវចិត្តគ្នាឬក៏មាននិស្ស័យនឹងគ្នាក៏ស្រឡាញ់គ្នាបានហើយព្រោះសេចក្តីស្រឡាញ់ពុំរើសឋានៈឬវណ្ណៈទេសមដូចពាក្យចាស់លោកពោលថាឃ្លានឆ្ងាញ់ស្រឡាញ់ល្អដូច្នេះដើម្បីលើកទឹកចិត្តខ្លួនឯងគេក៏ពោលថាមេម៉ាយក៏ស្រីដែរគឺស្រីដូចតែគ្នាបង្កើតកូនបានដូចតែគ្នា